ម៉ោង 4 វេលាម៉ោង 3:50 នាទីចូលឡើងចូលណាកាន់បងមួយចាក់អានបងប្អូនមិនមកជួយមកឡៃមកជឿនចូលណាកុំឲ្យតែវារាយបានណាកុំចូលច្រើនតែចូលច្រើនlạiចាប់អូនទៅខាងនោះមានអីសម្រុកជួយនេះទៅខាងនោះអរេកុំមកណែបងប្អូនណែងាកទៅងាកណែប្រយ័ត្នពួកនោះមកណែប្រយ័ត្នពួកនោះមកប្រយ័ត្នពួកនោះមកអូនណាឈប់ហើយអូនស្ដាប់ណែដល់នេះថយកុំទាញអូណែថយមកណែទៅខាងនោះមានអីជួយគ្នាបានទៅខាងនោះកំណត់ខាងហ្នឹងទៅខាងនោះកុំចូលគៀកពេកទុកឲ្យទាហាននៅជួរមុខដាក់បលីមកដាក់តែខែអស់មិនចូលច្រើននឹងជឿជឿអមthôi à một thôiសាហាវណាស់អាយអើយជួយទៅបងអាពួកតាហ៊ានសៀមសាហាវណាស់បាញ់តែប្រសងបាញ់តែពលរដ្ឋខ្មែរយើងមកសៀមបានឲ្យកំពុងតែយកឡានសរ៉ែនបាទណាត់ឲ្យសម្រែកធ្វើឲ្យប្រជាពលរដ្ឋយើងបាទឲ្យប្រជាពលរដ្ឋយើងឲ្យឆ្លងនឹងរំខាននៃការនៅនេះផងដែរបាទឥឡូវនេះក៏ហ៊ាននឹងប្រជាពលរដ្ឋយើងបាទឥឡូវវារត់ដែរបងប្អូនបាទវាដកថយហើយបាទដកថយហើយបាទដកថយបងប្អូនដកថយហើយដកថយហើយបាទដកថយហើយប្រជាពលរដ្ឋជាកំហឹងផងគាត់បាទមុននឹងបន្តិចវាបានបាញ់មកចំសមត្ថកិច្ចទាហានយើងម្នាក់ចំភ្នែកផងដែរបាទធ្វើឲ្យរងរបួសធ្ងន់បាទចំភ្នែកបាទឥឡូវនេះយើងបានចូលបដិញវាចេញពីកន្លែងទីតាំងដែលវាកំពុងតែឈ្លានពានមកលើយើងហើយឥឡូវនេះគឺវាកំពុងតែដកខ្លួនហើយបាទដកថយហើយបាទអានេះជាកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋយើងបាទគាត់មានចិត្តអង់អាចក្លាហានគាត់មិនខ្លាចនៅក្របកំភ្លើងរបស់ទាហានសៀមដែលបាញ់គ្រាប់ជ័រនិងផ្សែងពុលនិងសរ៉ែនមកលើកម្ពុជានោះបាទប្រជាពលរដ្ឋដែលគាត់គ្មានអាវុធគាត់ប្រជាពលរដ្ឋអរេយ៉ាថើគ្នាអូណាថយកុំគប់ទេហាកុំគប់អីចេញទៅវិញហើយស្ដាប់កុំគប់ទូក្នុងណែកុំស្ដាប់យើងស្ដាប់ទាហានយើងស្ដាប់យើងស្ដាប់ខ្លាំងយើងកុំអោយហើយយើងស្ដាប់កងទ័ពយើងកុំមកអូនទប់ណាស្ងាត់ជួយចែករំលែកនៅព័ត៌មាននេះឲ្យពិភពលោកបានឃើញនៅទង្វើរបស់អាចោសៀមដ៏ថោកទាបនេះបានឃើញផងបងប្អូនបាទឥឡូវនេះចាប់ទោះអាវុធនៅឃុំអូបជន់បាទសៀមបានឲ្យកំពុងតែយកឡានសរ៉ែនបាទណាត់ឲ្យសម្រែកធ្វើឲ្យប្រជាពលរដ្ឋយើងបាទប្រជាពលរដ្ឋយើងឲ្យឆ្លងនឹងរំខាននៃការនៅនេះផងដែរបាទឥឡូវនេះក៏ហ៊ាន
នឹងប្រជាពលរដ្ឋយើងបាទឥឡូវវារត់ដែរបងប្អូនបាទវាដកថយហើយបាទដកថយហើយបាទបាទបាទដកថយបាទដកថយបងប្អូនដកថយហើយបាទដកថយហើយបាទបាទដកថយហើយប្រជាពលរដ្ឋជាកំហឹងផងគាត់បាទមុននឹងបន្តិចវាបានបាញ់មកចំសមត្ថកិច្ចទាហានយើងម្នាក់ចំភ្នែកផងដែរបាទធ្វើឲ្យរងរបួសធ្ងន់បាទចំភ្នែកបាទឥឡូវនេះយើងបានចូលបដិញវាចេញពីកន្លែងទីតាំងដែលវាកំពុងតែឈ្លានពានមកលើយើងហើយឥឡូវនេះគឺវាកំពុងតែដកខ្លួនហើយបាទដកថយហើយបាទនេះជាកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋយើងបាទគាត់មានចិត្តអង់អាចក្លាហានគាត់មិនខ្លាចនៅក្របកំភ្លើងរបស់ទាហានសៀមដែលបាញ់គ្រាប់ជ័រនិងផ្សែងពុលនិងសារ៉ែនមកលើកម្ពុជានោះបាទប្រជាពលរដ្ឋដែលគាត់គ្មានអាវុធគាត់ប្រជាពលរដ្ឋ